ពិធីសំណេះសំណាលនឹងចែកបានកម្មសិទ្ធិដីធ្លីចំនួន3357បានជូនប្រជាពលរដ្ឋចំនួន2ភូមិក្នុងស្រុកស្ទូងខេត្តកំពង់ធំអាយុដំថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទូងនិងអាយុដំនួនផារ៉ាត់អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ2ភូមិគឺភូមិនាងណយនិងភូមិជីអាប់នៅឃុំចំណាក្រោមស្រុកស្ទូងខេត្តកំពង់ធំដែលមានបានសរុប3357បានស្មើនឹង1340គ្រួសារនាព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2025ជាមួយគ្នានោះដែរអាយដាមនួនផារ៉ាត់ថ្លែងថាលទ្ធផលសម្រាប់បាននៃការចុះបញ្ជីដីធ្លីនេះពិតជាបានពង្រឹងនៅទីផ្សារដីធ្លីជាពិសេសបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រានិងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរលើសពីនេះទៀតអាយដាមបានជំរុញដល់មន្ត្រីជំនាញសហការជាមួយអាជ្ញាធរដែនដីពន្លឿននៃការចុះបញ្ជីដីធ្លីឲ្យបានឆាប់គ្រប់ភូមិឃុំដែលនៅមិនទាន់វាស់វែងតាមរយៈការជូនដំណឹងដល់បងប្អូនជាសហការចុះកំណត់ព្រំដីផ្លូវត្រពាំងប្រឡាយទឹកឲ្យបានច្បាស់លាស់និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំឬការដណ្ដើមសិទ្ធិលើក្បាលដីការសម្រួលឯកសាររណបមានដូចជាអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារសម្បត្តិកំណើតសម្បត្តិអាពាហ៍ពិពាហ៍លិខិតស្នាក់នៅការបញ្ជាក់ភាពនៅលាវលែងលះជាដើមជូនដល់ប្រជាពលរដ្ឋព្រោះការចុះបញ្ជីដីធ្លីនាំឲ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋនិងដីឯកជនការកំណត់ព្រំនិងសិទ្ធិលើក្បាលដីការរៀបចំដែនដីបរិយាកាសគ្មានវិវាទដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់និងកាត់បន្ថយភាពក្រីក្រព្រោះបើដីមានប្លង់កម្មសិទ្ធិគឺមានការការពារដោយច្បាប់ធានាដោយរដ្ឋហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពឲ្យកាន់តែល្អប្រសើរឡើងអាយុដំថោជាថាបានសម្ដែងការអំណរសាទរចំពោះមន្ទីររៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងសុរិយោដីខេត្តកំពង់ធំនិងក្រុមការងារចុះបញ្ជីដីធ្លីដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់ក្នុងការងារអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីអ្នកកាន់កាប់ដីនិងស្ថាប័នរដ្ឋនិងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋស្ថាប័នរដ្ឋដែលបានអនុវត្តតាមនីតិវិធីច្បាប់អាយដាមបានបន្ថែមទៀតថាការផ្ដល់បានកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីធ្វើឲ្យទំនាស់ដីធ្លីមានការថយចុះលើពីនេះអាយដាមរដ្ឋមន្ត្រីបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពេលមានតម្រូវការសាងសង់លំនៅឋានឬសំណង់អគារផ្សេងៗដូចជារបងឃ្លាំងជាដើមត្រូវសុំការអនុញ្ញាតច្បាប់សាងសង់ជាមុនមិនត្រូវសាងសង់លើដីសាធារណៈដូចជាដីចំណីផ្លូវដីចំណីស្ទឹងឬសាងសង់រំលោភលើព្រំអ្នកជិតខាងដែលនាំឲ្យកើតមានវិវាទខាតបង់ពេលវេលានិងផលប្រយោជន៍ព្រមទាំងសំណូមពរដល់មន្ទីររៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងសុរិយោដីខិតខំជំរុញការវាស់វែងឲ្យបានចប់សពគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ2025ខាងមុខនេះ